ដល់រដូវកាលគ្រីស្មាស់ហើយបងប្អូនហើយនិយាយរួមទៅអ្នកនៅក្មេងៗឬក៏គាត់មិនទាន់មានគ្រួសារអីគាត់ពិតជាសប្បាយអមែនរដូវកាលនៅទី1ត្រជាក់ស្រួលទី2នោះគឺមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងត្រេកអរជាមួយនឹងការបន់ឆ្លងឆ្នាំជាមួយបន់គ្រីស្មាស់អីអញ្ចឹងទៅគេទទួលកាដូភីងអីអញ្ចឹងទៅណាប៉ុន្តែបើសម្រាប់ម៉ែវ័យ40ជាង30ជាងអីហើយរៀងធ្ងន់តិចហើយព្រោះចុងឆ្នាំត្រូវបូកបញ្ជីទៅយើងគិតថាតើយើងដូចថាមិនដែរបំណុលកើនឡើងទេឬក៏ថយចុះអីអញ្ចឹងណាហើយឬក៏អាចបន្តជីវិតទៅឆ្នាំក្រោយដោយរបៀបណាអីអញ្ចឹងនិយាយលេងទេបងប្អូនអើយតាមពិតទៅវាជាការពិតគាត់នៅក្មេងៗគាត់ពិតជាមិនទាន់មានការទទួលខុសត្រូវខ្ពស់ដែលត្រូវទៅគិតគូរពីបញ្ហាហ្នឹងអញ្ចឹងគាត់ពិតជាភីងមែនប៉ុន្តែបើសម្រាប់យើងម៉ែចាស់ហើយអញ្ចឹងគ្មានគិតអីចេញទេគិតតែពីម្យ៉ាងគឺខំប្រឹងបន្តទៀតដើម្បីដោះស្រាយកិច្ចការងារក្នុងក្រុមគ្រួសារអញ្ចឹងទៅឲ្យល្អអញ្ចឹងទៅហើយបើបងប្អូនចង់សាកភេសជ្ជៈតាក់ទងនឹងរដូវកាលគ្រីស្មាស់អីអាចអញ្ជើញមកបានមកសាកបានអញ្ចឹងណានៅ66កាហ្វេទីតាំងជាប់កែងសាលា Western ឈុកមាសយើងនឹងទេហូបកាហ្វេមួយកែវ free ហូបត្រាវជាមួយនឹងខ្ញុំបានមួយព្រឹកដែរអញ្ចឹងណាអរគុណច្រើននិយាយលេងទេចាជម្រាបលា